សិស្សចង់លេងល្បិចលើគ្រូរបស់ពួកគេចិត្តអ្នកដាក់គ្រាប់បែកคล้ายៗនៅក្នុងឡានតើអ្នកណាទៅដឹងថាគ្រាប់បែកคล้ายៗនឹងប្រែคล้ายទៅជាគ្រាប់បែកពិតប្រាកដក្នុងរយៈពេលប៉ុន្មានវិនាទីបន្ទាប់ការផ្ទុះភ្លាមសិស្សនៅជុំវិញគាត់មានការភ័យខ្លាចយ៉ាងខ្លាំងដំបូងឡើយពួកគេគិតថាវាគ្រាន់តែជាការលេងសើចប៉ុណ្ណោះខ្ញុំមិននឹកស្មានថាវាពិតជាផ្ទុះនោះទេលោកគ្រូជាងគ្រាប់បែកដែលខ្ញុំដាក់ក្នុងឡានលោកគ្រូគឺជាគ្រាប់បែកคล้ายៗគាត់នឹងមិនផ្ទុះទេវាមិនមានអ្វីតាក់ទងនឹងអ្នកទេវ៉ាងប៊ីនដែលជាអ្នករៀបចំផែនការលេងសើចនេះមានការងឿងឆ្ងល់ទាំងស្រុងគាត់បានពន្យល់យ៉ាងរហ័សថាគាត់បានដាក់គ្រាប់បែកคล้ายៗមួយប៉ុន្តែគ្រូថ្មីនេះឈ្មោះ Sunny Day តើអត្តសញ្ញាណរបស់គាត់នាងជាអ្វីឲ្យប្រាកដហេតុអ្វីបានជាមានអ្នកណាចង់សម្លាប់គាត់ដូច្នេះគាត់មិនមែនជានរណាក្រៅពីលោកគ្រូឈីនដ៏ល្បីល្បាញនោះទេទើបតែថ្មីនេះបន្ទាប់មកគាត់បានសងសឹកឪពុករបស់គាត់ដោយដៃរបស់គាត់ផ្ទាល់ពួកគេបានកម្ចាត់សត្រូវដែលបានលួចអាជីវកម្មគ្រួសាររបស់ពួកគេកាលពី3ឆ្នាំមុនអាចនាំមកនូវគ្រោះមហន្តរាយដល់គ្រួសាររបស់គាត់ទៅដោយសន្តិភាពនៃចិត្តឥឡូវនេះការសងសឹកដ៏អស្ចារ្យត្រូវបានសម្រេចហើយគាត់បានសម្រេចចិត្តដាក់អ្វីគ្រប់យ៉ាងមួយឡែកដើម្បីបំពេញបំណងប្រាថ្នាចុងក្រោយរបស់ម្ដាយគាត់ម្ដាយស្អប់ការប្រយុទ្ធនិងការសម្លាប់បំផុតខ្ញុំសង្ឃឹមថាគាត់អាចក្លាយជាគ្រូបង្រៀនដែលអប់រំនិងចិញ្ចឹមបីបាច់ថែរក្សាសិស្សដូច្នេះលោកគ្រូឈីនបានក្លាយជាលោកគ្រូឈីនយើងបានមកដល់សាលាមជ្ឈុំសិក្សាទុតិយភូមិតេងឡុងប៉ុន្តែគាត់មិនបានរំពឹងទុកទេបញ្ហាប្រឈមនៅទីនេះគឺគ្រោះថ្នាក់ជាងបញ្ហាប្រឈមនានាក្នុងពិភពក្បាច់គុណទៅទៀតទើបតែមកដល់សាលាគាត់ត្រូវបានស្វាគមន៍វាគឺជានាយកសាលាវិន័យដែលពាក់សម្លៀកបំពាក់បង្ក្រាបគប់កម្មអ្នកដឹកនាំរឿងបានប្រាប់គាត់ថ្នាក់ទី3ដែលគាត់ត្រូវដឹកនាំត្រូវបានគេស្គាល់ថាជាវាបំផ្លាញការអប់រំវាបានប្រមូលផ្ដុំសិស្សដែលរឹងរូសបំផុតនៅក្នុងទីក្រុងមុនពេលពាក្យទាំងនោះត្រូវបានម្នាក់បានភ័យខ្លាចមនុស្សឈួតនោះបានប្រញាប់ប្រញោលចេញពីថ្នាក់រៀនគាត់ស្រែកថាអរិយឥតឈប់ឈរហើយពេលគាត់បើកទ្វារថ្ងៃនេះព្រះជាម្ចាស់ឲ្យពួកគេកំពុងញ៉ាំស៊ុបក្តៅនៅក្នុងថ្នាក់រៀនការផ្សាយផ្ទាល់កន្លែងដែលមនុស្សលេងពេងប៉ុងគឺស្ទើរតែជាផ្សារលក់បន្លែគាត់ទើបតែឡើងលើវេទិកាគាត់គ្រាន់តែត្រូវគេប្រាប់ឲ្យវង្វេងចេញទោះបីជាគាត់ជាសិស្សដែលមិនបានរៀនក៏ដោយតើអ្នកជានរណាគាត់ចាប់ផ្ដើមចង្អុលនិងធ្វើសញ្ញាមកយើងភ្លាមពេលគាត់ចូលមកចេញពីទីនេះឥឡូវនេះថ្ងៃដែលមានពន្លឺថ្ងៃដឹងចង់គ្រប់គ្រងសិស្សទាំងនេះការវែកញែកតែម្នាក់ឯងគឺគ្មានប្រយោជន៍ទេដូច្នេះគាត់បានភ្នាល់ថាក្នុងរយៈពេល1សប្តាហ៍ដរាបណាសិស្សអាចធ្វើឲ្យគាត់ខ្មាស់អៀនគាត់បានលាលែងពីតំណែងដោយស្ម័គ្រចិត្តផ្ទុយទៅវិញអ្នកត្រូវតែស្ដាប់បង្គាប់នេះបានបញ្ឆេះស្មារតីតស៊ូរបស់សិស្សនៅថ្ងៃដំបូងសិស្សបានដំឡើងអន្ទាក់ម្សៅនៅលើទ្វារនៅថ្ងៃដែលមានពន្លឺថ្ងៃគាត់បានបើកឆាត់មួយដោយស្ងប់ស្ងាត់កិច្ចវិសបានល្អឥតខ្ចោះបន្ទាប់មកសៀវភៅនិងរបស់របរផ្សេងទៀតបានហោះចូលមកដូចដំណក់ភ្លៀងគាត់បានរារាំងពួកគេទាំងអស់យ៉ាងងាយនិស្សិតវ៉ាងប៊ីនបានបង្កើតផែនការមួយផ្សេងទៀតកៅអីត្រូវបានគ្រប់ដោយកៅខ្លាំងនៅថ្ងៃដែលមានពន្លឺថ្ងៃបន្ទាប់មកជំរុញគាត់ខ្ញុំគ្រាន់តែបោកប្រាស់ទេខ្ញុំកំពុងឈរនៅទីនេះអ្នកវាយខ្ញុំជាលទ្ធផលឈីងធានបានបោះជំហានទៅលើទៅដោយផ្ទាល់ការផ្លាស់ប្ដូរដ៏អស្ចារ្យនៃស្ថានសួគ៌និងផែនដីគាត់បានងាកមកចាប់វ៉ាងប៊ីនគាត់ត្រូវបានគេសង្កត់លើកៅអីដែលគ្រប់ដណ្ដប់ដោយកៅក្នុងអំឡុងពេលថ្នាក់អប់រំកាយវ៉ាងប៊ីនជាកីឡាករឆ្នើមនៃក្រុមបាល់បោះសាលាបញ្ហាប្រឈមមួយទៀតចំពោះអាកាសធាតុមានពន្លឺថ្ងៃទីលាន3ភាគ4វ៉ាងប៊ីនរកបាន3គ្រាប់យ៉ាងងាយស្រួលសិស្សទាំងអស់គិតថាជ័យជំនះរបស់ពួកគេស្ថិតនៅក្នុងដៃរបស់ពួកគេចាប់ផ្ដើមចំអកគ្រូហើយដោយមិននឹកស្មានដល់ Kingston បានដកថយដោយផ្ទាល់ទៅខាងក្រៅខ្សែបន្ទាត់កណ្ដាលបោះបាល់បោះបានគូរូបល្អឥតខ្ចោះសំណាញ់ប្រហោងសិស្សបានភ្ញាក់ផ្អើលជាខ្លាំងស្រែកថារឿងនេះមិនអាចទៅរួចទេវាត្រូវតែជារឿងចៃដន្យមួយស្នាមញឹមស្រាលនៅថ្ងៃដែលមានពន្លឺថ្ងៃការស៊ុបបញ្ចូលទី3លើកជាប់គ្នាស៊ុបតែស៊ុបបញ្ចូលទីបានធ្វើឲ្យទស្សនិកជនទាំងមូលភ្ញាក់ផ្អើលយ៉ាងខ្លាំងពេលវេលាភ្នាល់កាន់តែខិតជិតមកដល់ហើយនោះហើយជាពេលដែលវ៉ាងប៊ិនចាប់ផ្ដើមរៀបចំផែនការសម្រាប់ឈុតបើកឆាកល្បិចគ្រាប់បែកคล้ายៗប៉ុន្តែមិននឹកស្មានដល់វាបានតាក់ទាញឃាតករពិតប្រាកដការហៅទូរស័ព្ទក្រោយមកបន្ទាប់មកលោកបានបញ្ជាឲ្យមនុស្សរបស់លោកចាប់ខ្លួនជនល្មើសពិតប្រាកដដែលបានដាក់គ្រាប់បែកនោះប្រឈមមុខនឹងការញុះញង់របស់សត្រូវរបស់គាត់សេចក្ដីហ្នឹងគាត់គ្រាន់តែបញ្ជូននរណាម្នាក់ឲ្យផ្ញើសារដោយត្រជាក់បានរស់រានមានជីវិតពីគ្រាលំបាកមួយវ៉ាងប៊ីននិងសិស្សដទៃទៀតត្រូវបានតាក់ទាញយ៉ាងខ្លាំងដោយវត្តមានរបស់ឈីងធានគាត់បានអន់ក្បាលហើយសុំទោសនៅនឹងកន្លែងនេះបង្ហាញថាចាប់ពីពេលនេះទៅបទបញ្ជានឹងត្រូវគោរពតាមប៉ុន្តែស្ត្រីនិងបុរសវ័យចំណាស់ក្នុងថ្នាក់មិនជឿជាក់ទេវ៉ាងប៊ីនត្រូវបានគេចាត់ទុកថាជាជនក្បត់ជាតិប៉ុន្តែគាត់ទើបតែចេញពីសាលារៀនពួកគេត្រូវបានក្រុមចៅមួយក្រុមមកពីខាងក្រៅសាលាចាប់បានពេលដែលលិនវែងមានចំនួនតិចជាងបានមកដល់ទាន់ពេលវេលាក្នុងអាកាសធាតុល្អគាត់បានថែរក្សាក្រុមចៅទាំងនោះដោយគ្រាន់តែដើរនឹងទាត់ពីរបីដងប៉ុណ្ណោះហើយបានព្រមានពួកគេម្ដងទៀតអ្នកលេងត្រូវបានអនុញ្ញាតឲ្យធ្វើបាបសិស្សរបស់អ្នកទៀតហើយវាបង្ហាញថាក្រុមចៅប្លន់នេះត្រូវបានដឹកនាំដោយមេដឹកនាំម្នាក់ពួកគេជាសិស្សដែលអស់សង្ឃឹមបំផុតនៅក្នុងសាលាពួងសៅក្មួយប្រុសរបស់សមាជិកក្រុមប្រឹក្សាភិបាលសាលាថ្ងៃបន្ទាប់ពួងសៅត្រូវបានគេសែងចូលទៅក្នុងថ្នាក់រៀនដោយអង្គុយលើសាឡុងហួសហេតុពេកគាត់បានទទួលស្គាល់ថា Tension មានជំនាញខ្លះប៉ុន្តែដើម្បីបង្កើតអំណាចអនុញ្ញាតឲ្យអ្នកក្រោមបង្គាប់របស់គាត់វិមិត្តរួមថ្នាក់តាមអំពើចិត្តភ្នែករបស់ Sunny ប្រែជាត្រជាក់គាត់បានប្រតិកម្មភ្លាមហើយបានបន្សាបការវាយប្រហារយ៉ាងងាយស្រួលវ៉ាងសៅសម្លឹងមើលទៅឈីងធានដែលមិនមានគ្រោះថ្នាក់អ្វីទាំងអស់ទីបំផុតត្រូវបានទទួលស្គាល់គ្រូថ្មីនេះមានសមត្ថភាពធ្វើជាគូប្រជែងរបស់គាត់តើអ្នកណានឹងសើចចុងក្រោយរវាងពួកគេចុចជ្រុងខាងក្រោមខាងឆ្វេងដើម្បីមើលរឿងភាគពេញលេញ